តោះមកដឹងពីរង្វាន់ទាំង9ដែលមានប្រាក់រង្វាន់ច្រើនជាងគេបំផុតនៅរដូវកាលនេះឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តមួយរយៈចុងក្រោយនេះកំពុងមានការចាប់អារម្មណ៍ខ្លាំងមែនទែនអំពីការដំឡើងប្រាក់រង្វាន់សម្រាប់ក្រុមឈ្នះជើងឯក FIFA Club World Cup ខណៈដែលមានចម្ងល់ផងដែរតើរដូវកាលនេះពានរង្វាន់មួយណាដែលមានប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកច្រើនជាងគេថ្មីនេះ FIFA បានប្រកាសជាផ្លូវការថារដូវកាលថ្មីនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន$1000 លានអាមេរិកដើម្បីបែងចែកជាប្រាក់រង្វាន់សម្រាប់ក្រុមទាំង32ក្រុមដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ Club World Cup ចំណែកក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់សរុបរហូតដល់$125 លានអាមេរិកតាមរយៈប្រាក់រង្វាន់ដ៏ច្រើនមហាសាលបែបនេះពានរង្វាន់ Club World Cup នឹងចូលក្នុងចំណោមចំណាប់ថ្នាក់កម្ពុជាទាំង5ក្នុងនាមជាពានដែលមានប្រាក់រង្វាន់ច្រើនជាងគេបំផុតក្នុងនោះតាមរបាយការណ៍ពី Football Plus បានបង្ហាញថា1ពានរង្វាន់អង់គ្លេស Premier League ស្ថិតនៅចំណាក់ថ្នាក់លេខ1ពោលគឺមានប្រាក់រង្វាន់ចំនួន$221 លានអាមេរិកលេខ2ពាន La Liga មានប្រាក់រង្វាន់ចំនួន$158 លានលេខ3ពានរង្វាន់អឺរ៉ុបកម្រិតទី1មានប្រាក់រង្វាន់$127 លានលេខ4ពានរង្វាន់ Club World Cup មានប្រាក់រង្វាន់$125 លាននិងលេខ5ពានអាឡឺម៉ង់ Bundesliga មានប្រាក់រង្វាន់រហូតដល់$82 លានលេខ6ពានរង្វាន់អ៊ីតាលី Serie A មានប្រាក់រង្វាន់រហូតដល់$75 លានលេខ7ពានបារាំង Ligue 1 មានប្រាក់រង្វាន់រហូតដល់$61 លានលេខ8ពានរង្វាន់អឺរ៉ុបកម្រិតទី2មានប្រាក់រង្វាន់រហូតដល់$40 លានអាមេរិកនិងលេខ9ពានរង្វាន់អឺរ៉ុបកម្រិតទី3មានប្រាក់រង្វាន់រហូតដល់$20 លានអាមេរិក